ជាលបងខ្ញុំបាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនប្រជាកសិករដែលស្រឡាញ់នៅវិស័យកសិកម្មជាពិសេសគឺជាអ្នកដែលចិញ្ចឹមសត្វនៅថ្ងៃនេះខ្ញុំបាទនឹងថតនៅសកម្មភាពមួយចំនួនទាក់ទងជាមួយនឹងការដែលបងប្រុសម្នាក់ដែលគាត់គឺជាបសុពេទ្យប្រចាំការនៅកសិដ្ឋានអន្តនូដែលគាត់ធ្វើការចិញ្ចឹមសត្វមាន់ពូជមាន់ខ្មែររបស់យើងហើយពូជមាន់ស្គួយហើយនឹងចិញ្ចឹមក្រួយដោយប្រើចំណីលាយដោយខ្លួនឯងអញ្ចឹងចង់ដឹងថាតើសកម្មភាពគាត់នៅក្នុងកសិដ្ឋានអន្តនូនឹងមានអ្វីខ្លះបងប្អូនអាចតាមដានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់បានបាទខ្ញុំបាទឈ្មោះខៅសុខេរាល់ថ្ងៃខ្ញុំគឺជាបសុពេទ្យប្រចាំការនៅកសិដ្ឋានអន្តនូថ្ងៃនេះដែរខ្ញុំមកចង់ណែនាំពុកម៉ែបងប្អូនស្គាល់ពីពូជមាន់មួយយ៉ាងដែលនៅកសិដ្ឋានអន្តនូផ្ទាល់ចំពោះពូជមាន់នេះគឺមានច្រើនប្រភេទគឺជាពូជមាន់ស្រែដែលកាត់ទៅដោយពូជស្គួយចំពោះពូជស្គួយនេះដែរយើងចិញ្ចឹមពេលតែរយៈពេល5ខែនឹងទទួលបានពងហើយពងរបស់វាគឺធំខ្លាំងមែនតើជាពិសេសទីផ្សារយើងសប្តាហ៍កំពុងតែត្រូវការហើយចំពោះពូជមាន់ស្គួយនេះគឺនៅកសិដ្ឋានអន្តនូមានរហូតដល់2គីឡូទៅ3គីឡូហើយពូជរបស់វាធំណាស់នោះយើងទៅទស្សនាផ្ទាល់ហើយពូជរបស់វានេះអាយុទៅ5ខែទេឃើញថាវាធំហើយទៅ5ខែតែត្រឹម1ខែទៀតវានឹងពងហើយនេះហើយចំណីនៅកសិដ្ឋានអន្តនូផ្ទាល់គឺលុកចំណីដោយខ្លួនឯងហើយផ្សំឡើងដោយវត្ថុធាតុដើមដែលយើងអាចរកបានដោយផ្ទាល់ដូចជាពេលខ្លះយើងមានចកមានចកសូឡាសណ្ដែកសៀងត្រីហើយនឹងពពួកកតក់ស្រូវជាដើមហើយចំពោះមាន់ស្គួយខ្ញុំចាំតែរយៈពេល3ខែឬ3ខែកន្លះទទួលបានទិន្នផលហើយមួយវិញទៀតគីឡូវាអាចទៅដល់1គីឡូ2ទៅដល់1គីឡូកន្លះអញ្ចឹងរយៈពេលត្រឹម3ខែទៅ3ខែកន្លះយើងនឹងទទួលបានគីឡូមាន់មួយគឺ1គីឡូកន្លះទៅ2គីឡូចំពោះតម្លៃមាន់ស្គួយនេះដែរកសិដ្ឋានអន្តនូខ្ញុំលក់តម្លៃក្នុង1គីឡូ20000រៀលដោយសារអីពូជមាន់ខ្ញុំធំហើយចិញ្ចឹមទៅលូតលាស់លឿនបើបងប្អូនចង់យកទៅធ្វើពូជធ្វើគឺល្អដោយសារខ្ញុំបានធ្វើវ៉ាក់សាំងរួចអស់ហើយខ្ញុំបានធ្វើញូកាសកងប៊ូរ៉ូហើយនឹងអាសន្នរោគរហូតដល់ដាសៃបាសីគឺយកទៅធានាថាវាអត់មានប៉ះពាល់ទៅដល់ការឆ្លងទៅដល់កន្លែងណាទេអញ្ចឹងទាំងមាន់ពូជគីឡូ20000ដែរមាន់ពូជគីឡូ20000ដែរគឺ1គីឡូ20000ទាំងអស់ហ្នឹងព្រោះនេះគឺជាវិធីសាស្ត្រក្នុងការលាយចំណីដើម្បីឲ្យមាន់យើងទទួលបានទិន្នផលខ្ពស់ហើយសាច់យើងវាទី1ខ្ញុំបានប្រើវត្ថុធាតុដើមសំខាន់ដូចជាកតួខ្ញុំប្រើ30%ហើយនឹងចកសូឡាប្រើ10%ហើយនឹងកាកសណ្ដែកសៀងខ្ញុំប្រើ15%ហើយមួយទៀតពោតវាដើរតួនាទីសំខាន់ណាស់ក្នុងការធ្វើឲ្យសាច់ក៏វាលឿងហើយពោតខ្ញុំប្រើវាតា20ទៅ30%ដោយសារអីពោតវាជំនួយឲ្យសាច់របស់យើងលឿងនៅពេលដែលយើងប្រើពោតហ្នឹងទៅមាន់របស់យើងសាច់លឿងល្អហើយនឹងយើងមានថែមពពុះដូចជាសបកសុទ្ធហើយនឹងថែមពពុះខ្យងទៀតដើម្បីឲ្យធ្វើឲ្យការលូតលាស់របស់វាបានល្អហើយជៀសវាងការជ្រុះរោមជ្រុះអីឥឡូវខ្ញុំមកនាំពុកម៉ែបងប្អូនមកទស្សនាការចិញ្ចឹមក្រូចម្ដងចំពោះការចិញ្ចឹមក្រូចនៅកសិដ្ឋានអន្តនូផ្ទាល់យើងផ្ដោតសំខាន់ទៅលើគោលការណ៍ធម្មជាតិហើយក៏មិនចង់ឲ្យផ្ដោតគីមីខ្លាំងដែរហើយចំពោះកូនវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ហើយអានេះខ្ញុំនឹងណែនាំមួយទៅនេះគឺពូជក្រូចអ៊ីតាលីអាយុកាលវាប្រមូលផលបានយ៉ាងតិចណាស់ពី45ទៅ50ថ្ងៃការទុកដាក់មេបាហ្នឹងវាពិតជាមានសារៈសំខាន់ណាស់ក្នុងការជ្រើសរើសមេបាយើងត្រូវជ្រើសរើសមេបាណាដែលមានមាឌធំដើម្បីឲ្យនៅពេលដែលវាពងមកកូនរបស់វាក៏ធំដែរនេះគឺជាពូជក្រូចដែលយើងត្រៀមទុកធ្វើមេបាអាយុវាទៅតា30ថ្ងៃទេអញ្ចឹងយើងត្រូវការអំបែកវាទុកដាក់វាដើម្បីអីយើងបំពន់វាឲ្យវាបានពងហើយផ្គត់ផ្គង់វាថាលក្ខណៈថាធំពងវាដល់ពេលយើងជ្រើសរើសមេបាត្រឹមត្រូវអានេះខ្ញុំនឹងចាប់ដើមត្រៀមវាដើម្បីឲ្យយកទៅធ្វើមេបាវានេះគឺជាពូជក្រូចញីឈ្មោលនេះខ្ញុំនឹងណែនាំដំបូងគេនេះគឺជាពូជឈ្មោលឃើញថាវាប៉ុណ្្នេះគ្នាទេតែវាខុសត្រង់អីនេះឈ្មោលវាអត់មានកន្លែងកកទេវាក្រហមហើយចំពោះក្រូចញីវាមានអុចធំហើយអុចជុំវិញនោះយើងអាចសង្កល់បានថាញីឈ្មោលហើយពីច្រើនក្រូចញីធំជាងក្រូចឈ្មោលចំនួនរបស់វាពី2ខាំទៅ3ខាំណាស់ហើយពេលខ្លះទៀតលោតទៅដល់កន្លះគីឡូក្នុងក្រូចញីមួយក្បាលហើយឈ្មោលយើងបានតែ2ខាំទៅ3ខាំចំពោះចំណីមេបាវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ប្រូតេអ៊ីនវាយ៉ាងតិចណាស់ពី18ទៅ19%ហើយដល់ពេលចំណីកូនក៏វាមានសារៈសំខាន់ដូចគ្នាជាពិសេសវាត្រូវការប្រូតេអ៊ីនយ៉ាងតិចណាស់21%ដើម្បីឲ្យធ្វើឲ្យប្រព័ន្ធរាងកាយរបស់វាលូតលាស់បានល្អសូមអរគុណពុកម៉ែបងប្អូនដែលបានតាមដានទស្សនាវីដេអូនៅពីដើមរហូតដល់ចប់ខ្ញុំជឿថាពុកម៉ែបងប្អូនប្រហែលជាមានចំណាប់អារម្មណ៍តាក់ទងជាមួយនឹងការចិញ្ចឹមមាន់ស្រែក៏ដូចជាការចិញ្ចឹមក្រួចយកពងឬក៏យកសាច់អញ្ចឹងបើសិនជាពុកម៉ែបងប្អូនត្រូវការពូជពុកម៉ែបងប្អូនអាចតំណតំណងទៅលេខទូរស័ព្ទរបស់គាត់បានដែលខ្ញុំនឹងដាក់ជូននៅលើអេក្រង់នេះហើយវីដេអូរបស់ខ្ញុំក៏មកដល់ទីបញ្ចប់សូមអរគុណសូមគោរពជម្រាបលា